ជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរនាងខ្ញុំឈ្មោះឌូជីវ័យជានិស្សិតឆ្នាំទី4នៃ Department វិស្វកម្មជីវសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងអំឡុងពេល3ខែនេះនាងខ្ញុំបានធ្វើការចុះកម្មសិក្សានៅសហគ្រាស Water Innovation Lab ដែលខ្ញុំទទួលបាននៅបទពិសោធន៍និងចំណេះដឹងជាច្រើនដែលពាក់ព័ន្ធជាមួយនឹងការសិក្សានិងជំនាញរបស់ខ្ញុំនាពេលអនាគតផងដែរនៅក្នុងអំឡុងពេលចុះកម្មសិក្សានាងខ្ញុំបានសិក្សានិងអនុវត្តការងារដែលពាក់ព័ន្ធជាមួយនឹងការប្រមូលសំណាក់ទឹកការវិភាគទៅលើគុណភាពទឹកការរៀបចំថ្នាលបណ្ដុះបាក់តេរីការប្រើប្រាស់ឧបករណ៍មន្ទីរពិសោធន៍និងការអនុវត្តទៅលើបច្ចេកទេសជីវសាស្ត្រផ្សេងៗទៀតផងដែរហើយលើពីនេះមកទៀតនាងខ្ញុំគឺបានសិក្សារៀនសូត្រទាក់ទងជាមួយនឹងការគ្រប់គ្រងទិន្នន័យការសរសេររបាយការណ៍និងការធ្វើការងារជាក្រុមប្រកបដោយវិជ្ជាជីវៈផងដែរមួយវិញទៀតក្រៅពីទទួលបានចំណេះដឹងនិងបទពិសោធន៍ការងារនៅក្នុងមន្ទីរពិសោធន៍នាងខ្ញុំសូមថ្លែងអំណរគុណទៅដល់សហគ្រាស Water Innovation ដែលបានផ្ដល់កន្លែងស្នាក់នៅឲ្យរូបនាងខ្ញុំអំឡុងពេលកម្មសិក្សាផងដែរហើយកន្លែងស្នាក់នៅគឺប្រកបទៅដោយផាសុកភាពដែលមានទេសភាពស្អាតមានបរិស្ថានស្អាតដែលធ្វើឲ្យខ្ញុំងាយស្រួលក្នុងការរស់នៅនិងមានការផ្ដោតអារម្មណ៍ទៅលើការសិក្សានិងការងារបានកាន់តែល្អហើយបរិយាកាសប្រកបទៅដោយធម្មជាតិទាំងនេះគឺធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយនិងមានអារម្មណ៍ថាខ្លួនឯងទទួលបាននៅបទពិសោធន៍ថ្មីមួយទៀតអំឡុងពេលកម្មសិក្សាផងដែរជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូនិងបុគ្គលិកទាំងអស់នៅក្នុងសហគ្រាស Water Innovation ដែលបានផ្ដល់ឱកាសឲ្យរូបនាងខ្ញុំបានសិក្សារៀនសូត្រនិងទទួលបានបទពិសោធន៍នៅក្នុងរយៈពេល3ខែមកនេះផងដែរហើយបទពិសោធន៍ទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សានិងអាជីពការងាររបស់ខ្ញុំនាពេលអនាគតផងដែរសូមអរគុណ